ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងមកធ្វើមុខម្ហូបឆាអន្ទង់ជាមួយនឹងខ្ញីដើម្បីបានមុខម្ហូបមុខនេះយើងត្រូវទៅលាងអន្ទង់ជាមួយនឹងទឹកអំបិលជាមុនសិនដើម្បីបន្ថយជាតិឆ្អាបបងប្អូនហើយនេះគឺជាអន្ទង់របស់យើងដែលបានលាងសម្អាតរួចរាល់ហើយជាមួយទឹកអំបិលហើយយើងបានកាត់វាជាកង់បែបនេះហើយបន្តមកទៀតគឺខ្ញុំបានទៅហាន់គល់ស្លឹកគ្រៃហើយនឹងខ្ញីជាចំណិតតូចបន្តមកទៀតយើងធ្វើការដាំទឹកឲ្យពុះដើម្បីស្រោះអន្ទង់យើងធ្វើបែបនេះដើម្បីធានាសុវត្ថិភាពហើយកុំឲ្យម្ហូបរបស់យើងមានជាតិឆ្អាបហើយនេះគឺជាគ្រឿងដែលយើងបានហាន់ហើយមានដូចជាខ្ញីគល់ស្លឹកគ្រៃហើយនិងម្ទេសទាំងអស់នេះគឺជាគ្រឿងផ្សំដែលកាត់បន្ថយជាតិឆ្អាបបន្តមកទៀតខ្ញុំដាំទឹកពុះរួចរាល់ហើយបង់អំបិលរួចក៏ចាប់អន្ទង់ចូលយើងទុកប្រហែលជា1នាទីទើបយើងស្រង់ចេញបងប្អូនព្រោះសត្វអន្ទង់នេះពោះវាស្វិតដោយសារតែវាធំតែរសជាតិធានាថាឆ្ងាញ់ជាប់មាត់បងប្អូនបន្តមកទៀតយើងដាក់ខ្ទះឲ្យក្តៅចាក់ខ្លាញ់ចូលហើយធ្វើការបំពងខ្ទឹមពេលបំពងខ្ទឹមក្រហមហើយទើបយើងចាក់ខ្ញីហើយនឹងគល់ស្លឹកគ្រៃចូលតែម្ដងបន្ទាប់មកទៀតយើងចាប់ផ្ដើមធ្វើការឆាជាមួយនឹងគល់ស្លឹកគ្រៃហើយនឹងខ្ញីឆាត្រឡប់ចុះត្រឡប់ឡើងធ្វើម៉េចឲ្យគល់ស្លឹកគ្រៃហើយនឹងខ្ញីយើងរាងល្វិតបន្តិចទើបយើងថែមគ្រឿងទៅនៅពេលក្រោយថែមទៀតហើយខ្ញុំក៏ចាប់ផ្ដើមចាក់ទឹកត្រីចូលខ្ញុំមកចាក់ស្ករសចូលនិងប៊ីចេងចូលបន្តមកទៀតយើងចាក់រ៉ូឌីចូលតែម្ដងយើងចាក់តាមតែចំណង់ចំណូលចិត្តយើងចង់បានណាបងប្អូនហើយក៏ខ្ញុំថែមម្ទេស3គ្រាប់ដើម្បីបន្ថយជាតិឆ្អាបហើយបន្តមកទើបយើងចាក់សាច់អន្ទង់ដែលយើងស្រោះហើយចូលហើយយើងចាប់ផ្ដើមកកូរឲ្យចូលជាតិគ្នាយើងកូរចុះកូរឡើងឲ្យចូលជាតិគ្នាជាមួយនឹងសាច់ហើយនឹងគ្រឿងបងប្អូនចាំបងប្អូនមុខម្ហូបមួយមុខនេះគឺត្រូវខ្លាំងមែនទែនសម្រាប់គ្រឿងក្លែមឬក៏ចាស់ក៏គាត់ចូលចិត្តបរិភោគដែរបងប្អូនព្រោះជាពិសេសគឺអ៊ំប្រុសបងប្អូនគាត់ចូលចិត្តណាស់បងប្អូនជាពិសេសគឺឪពុកខ្ញុំនឹងតែម្ដងក៏ខ្ញុំឆានឹងគឺខ្ញុំឆាតម្រូវឲ្យឪពុករបស់ខ្ញុំដោយសារតែគាត់មកពីស្រុកទៅក៏គាត់ចង់បរិភោគក៏ខ្ញុំធ្វើមុខម្ហូបនេះជូនគាត់ពិសាទៅបងប្អូនអាចភ្លក់មកសាប់ប្រែបងប្អូនអាចទៅថែមគ្រឿងទៅតាមចំណង់ចំណូលចិត្តបងប្អូនខ្ញុំក៏ថែមអំបិលបន្តិចដើម្បីយើងបរិភោគជាមួយបាយទៅយើងរសជាតិយើងអត់សូវសាមចឹងបងប្អូនហើយនេះគឺជាមុខម្ហូបដែលយើងចម្អិនរួចជាការស្រេចបងប្អូនមុខម្ហូបមួយមុខនេះគឺមុខម្ហូបឆាអន្ទង់ជាមួយនឹងខ្ញីចាបងប្អូនអរគុណបងប្អូនសម្រាប់ការទស្សនាសូមបងប្អូនកុំភ្លេចជួយចុច like និងជួយចុច subscribe ដល់ channel របស់នាងខ្ញុំផង